ចាប់ផ្ដើមពីភូមិតូចមួយស្ថិតក្នុងស្រុករលាភ្អៀនៃខេត្តកំពង់ឆ្នាំងវាគឺជាភូមិមួយដែលរស់នៅពឹងផ្អែកទៅលើការនេសាទត្រីនៅតាមដងទន្លេដើម្បីចិញ្ចឹមជីវិតកាលសម័យនោះមិនទាន់មានឡានម៉ូតូទំនើបឯណាដែលអាចបង្ហាញខ្លួនក្នុងតំបន់នោះឡើយគឺគេអាស្រ័យធ្វើដំណើរដោយទូកកាណូតនៅលើផ្ទៃទឹកមិនថាខែវស្សាឬរដូវប្រាំងនៅលើផ្លូវតូចមួយខ្សែដែលមានពណ៌ស្លេកស្លេកនិងមានដេកខ្សាច់សក្បោសបើធ្វើដំណើរថ្មើរជើងទៅមកជិះគ្នាស្ទើរតែមិនចង់រួចនោះទេដោយហេតុថាមានទំហំតូចពេកនៅឯផ្លូវនោះក៏មានគុម្ពឫស្សីជាជួរហែហោមអមតាមល្បាក់ច្រាំងទន្លេឯខាងលើជាជួរផ្ទះដែលមនុស្សម្នារស់នៅជាច្រើនគ្រួសារសម្លឹងមើលទៅផ្ទះនីមួយៗឃើញមានតែគេជុំគ្នានៅមុខផ្ទះខ្លះចាប់ទាញសាច់មងយកម្ករំដោះត្រីដែលបានជាប់ឡើងត្រយងប្រដាក់គ្នាដែលទើបនឹងលើកមកពីក្នុងទឹកថ្មីឯមួយចំនួនទៀតក៏កាន់កំបិតស្រកាត្រីយ៉ាងប្រញាប់ដៃដោយប្រុងប្រយ័ត្នមេឃបង្អុរភ្លៀងធ្លាក់រាល់ថ្ងៃខណៈទឹកទន្លេក៏ចេះតែបោះពួយសម្រុកឡើងមកជាសញ្ញាបញ្ជាក់ថាផ្លូវថ្នល់និងទីទួលផ្ទះក្នុងតំបន់វាត្រូវលិចដោយអំណាចទឹកទន្លេដែលត្រូវលាបត្របាក់នៅពេលមិនយូរប៉ុន្មាននេះបាច់ចៅកន្ទុយភ្នែកមើលរំលងផុតពីផ្ទះអ្នកភូមិមកចុងត្បូងប្រហែលជា500ម៉ែត្រក៏ឃើញមានផ្ទះឈើតូចមួយខ្នងប្រក់ដោយស័ង្កសីដែកដែលមានសភាពជ្រេះចាប់និងមានពណ៌ក្រហមស្អាប់ជុំវិញហើយទីនោះក៏ឃើញមានមនុស្សស្រីពីរនាក់ម្នាក់វ័យចំណាស់ប្រហែលជា50ឆ្នាំប្លាយដែលគេស្គាល់គាត់ថាជាមីងច័ន្ទនិងជាស្ត្រីមេម៉ាយរីឯម្នាក់ទៀតមានវ័យកណ្ដាលប្រហែលជា25ឆ្នាំគាត់មានឈ្មោះថាបងកែវនិងជាកូនស្រីបង្កើតរបស់មីងច័ន្ទនោះហើយចាប់ផ្ដើមពីត្រង់នេះទៅស្ថិតនៅម៉ោង3រសៀលគណៈមីងច័ន្ទកំពុងអង្គុយនៅលើក្រែក្រោមផ្ទះភ្នែកទាំងគូរបស់គាត់បានជ្រួញចូលគ្នាជាប់និងដៃម្ខាងកាន់ម្ជុលម្ខាងទៀតកាន់ការ៉ុងដែលគាត់ទើបតែកាត់ចេញពីគ្នាជាផ្ទាំងធំរួចប្រឹងអោនពិនិត្យដេកភ្ជាប់យ៉ាងយកចិត្តទុកដាក់ដើម្បីបានជាផ្ទាំងធំមួយសម្រាប់យកទៅប្រក់សម្រាប់ផ្ទះខាងមុខបិទបាំងពីដំណក់ទឹកភ្លៀងគណៈមីងច័ន្ទបានដេកការ៉ុងរួចរាល់ហើយគាត់ក៏បង្គាប់ឲ្យបងកែវជាកូនស្រីជួយចាប់ទាញយកទៅចងបិទបាំងសម្រាប់ផ្ទះខាងមុខបង្ការមេឃភ្លៀងនៅពេលបន្តិចទៀតនេះបន្ទាប់ពីចងរួចរាល់អស់បងកែវក៏ស្រូតទៅចាប់លាងឆ្នាំងដាំបាយឲ្យហើយជាស្រេចព្រោះមេឃកាន់តែល្ងាចទៅហើយនឹងអាលបានទៅមើលម៉ោងព្រោះតែយប់បន្តិចគាត់មិនសូវជាហ៊ានទៅម្នាក់ឯងដូចជាគេមនុស្សប្រុសឡើយពេលគាត់ដាក់ដាំបាយរួចរាល់ក៏ឈោងចាប់ចានដែកដែលនៅក្បែរខ្លួនស្រាប់និងចាប់យកមកលាងយ៉ាងលឿនខណៈគាត់ទើបតែលាងបានតែ2-3ប៉ុណ្ណោះសំឡេងផ្គរក្រឹមបានបន្លឺឡើងមិនបានប៉ុន្មាននាទីផងដំណក់ទឹកភ្លៀងក៏ចាប់ផ្ដើមទម្លាក់ខ្លួនមក 4-5 ដំណក់ទៅប៉ះនឹងដំបូលស័ង្កសីដែកលាន់សោព្រឹបឃើញដូចនេះបងកែវក៏ទម្លាក់ចានពីដៃហើយដើរទៅកន្លែងម្ដាយរួចក៏និយាយយ៉ាងប្រញាប់ថាម៉ែជួយមើលភ្លើងបាយឲ្យខ្ញុំផងខ្ញុំប្រញាប់ទៅសាម៉ោងបន្តិចព្រោះមេឃភ្លៀងហើយតែភ្លៀងខ្លាំងជាងនេះគឺដឹងតែពិបាកសាជាមិនខានមីងច័ន្ទងក់ក្បាលតិចមុននឹងនិយាយថាទៅចោះកូនតែប្រយ័ត្នប្រយែងផងបងកែវច
ចាប់យកធុងជ័រតូចមួយយកមកយួរនឹងដៃស្ដាំរួចក៏ចាប់បោះជំហានយ៉ាងប្រញាប់សំដៅទៅមាត់កំពង់ខាងមុខផ្ទះមេឃភ្លៀងជាប់គ្នារាល់ថ្ងៃធ្វើឲ្យច្រាំងដីត្រូវហូរដាច់ចូលទៅក្នុងទន្លេជាដុំខ្លះជាចង្អុលវែងខ្លះរបូតចូលទៅក្នុងទឹកងាកមកមើលទិដ្ឋភាពនៅក្នុងផ្ទះឯនេះមីងច័ន្ទកំពុងតែអង្គុយរងចាំកូនស្រីត្រឡប់មកវិញដូចរាល់សពមួយដងនេះវាជាទម្លាប់ទៅហើយឲ្យតែបងកែវចុះទៅមើលមកម្ដងគឺគាត់មិនដែលស្រួលអារម្មណ៍ម្ដងណាឡើយដោយហេតុតែខ្លាចកូនស្រីមានបញ្ហាអ្វីកើតឡើងឬដោយយថាហេតុណាមួយដែលគាត់មិនអាចដឹងមុនពេលវេលាចេះតែកន្លងផុតទៅពី1ម៉ោងទៅ1ម៉ោងមេឃងងឹតស្លុបហើយភ្លៀងនៅតែបន្តធ្លាក់យ៉ាងកញ្ជ្រោលមិនព្រមរាំងសោះរាល់ដងបងច័ន្ទទៅយ៉ាងយូរបំផុតគឺត្រឹមតែ1ម៉ោងប៉ុណ្ណោះតែម្ដងនេះដូចជាយូរគួរសមខណៈដែរចាំបាត់រហូតច្រើនម៉ោងកន្លងផុតទៅមីងច័ន្ទទ្រាំលែងបានក៏ទាញយកធាងត្នោតស្ងួតក្រៀមក្បែរខ្លួនយកមកបាំងទឹកភ្លៀងនិងដែលកាត់ភក់ត្រដាប់ត្រដួសទាំងយប់ងងឹតឈឹងសំដៅទៅមាត់ច្រាំងទន្លេដើម្បីរកបងកែវរំពេចនោះសំឡេងមីងច័ន្ទក៏បានបន្លឺឡើងថាកែវអើយកែវនៅឯណាកូនសំឡេងរបស់គាត់ខំស្រែកហៅកូនលាយឡំនឹងស្នូផ្គរលាន់កាត់សូរទឹកភ្លៀងតែគ្មានសំឡេងឆ្លើយតបសោះគាត់ខំប្រឹងសំឡឹងមើលសពកន្លែងនៅមាត់កំពង់តែរកមិនឃើញសំបីតែស្រមោលរបស់បងកែវឃើញត្រឹមតែទឹកទន្លេកំពុងតែហូរកំហុកដោយហេតុថាស្ងាត់យ៉ាងនេះម្យ៉ាងក៏គ្មានអ្នកពឹងពរគាត់ក៏សម្រេចចិត្តដើរត្រឡប់មកផ្ទះវិញទាំងដែលចិត្តកំពុងតែខ្វល់ខ្វាយមិនស្រណុកបន្តិចឡើយយប់នោះមីងច័ន្ទពុំបានហូបបាយទេព្រោះនៅចាំកូនស្រីត្រឡប់មកវិញប៉ុន្តែក្តីរំពឹងនៅក្នុងចិត្តវាហាក់មិនសមប្រកបខណៈឯភ្នែកចេះតែរំពេចទៅកំពង់ទឹកម្ដងហើយម្ដងទៀតអស់រយៈពេលជាច្រើនម៉ោងដេកមិនលក់ពេញមួយយប់គាត់ចង់ទៅហៅអ្នកជិតខាងឲ្យជួយរកដែរប៉ុន្តែចិត្តមួយទៀតខ្លាចរំខានគេយប់ប្រលប់ទៅហើយរហូតដល់ព្រឹកថ្ងៃបន្ទាប់រំលងផុតទៅអស់មួយយប់ដ៏សែនអួលអាប់មេឃចាប់ផ្ដើមស្រឡះនិងមានពន្លឺព្រះអាទិត្យចាំងតិចនៅវេលាព្រឹកនោះមានអ្នកភូមិម្នាក់ឈ្មោះពូឌឿនបានអុំទូកចាក់ចេញទៅមើលមងរបស់គាត់នៅតាមបណ្ដោយមាត់ទន្លេតាមទម្លាប់ខណៈដែលគាត់កំពុងអុំទូកបណ្ដែតតាមខ្សែទឹកសុកកែវភ្នែករបស់គាត់ក៏ស្រាប់តែប្រទះឃើញសក់ខ្មៅមួយដុំអណ្ដែតត្រែកំពុងតែរុំជាប់នឹងមែកឈើមួយដើមដែលជ្រុះទទុនត្រាំទៅក្នុងទឹកដោយក្តីសង្ស័យពូឌឿនក៏អុំទូកចូលទៅចិត្តបន្តិចម្ដងដើម្បីពិនិត្យមើលឲ្យបានច្បាស់បន្តិចគ្រាន់តែអុំទូកទៅដល់ក្បែរភ្លាមពូឌឿនស្រឡាំងកាំងទម្លាក់ច្រវាពីដៃនិងចាប់ទាញមែកឈើពិនិត្យឲ្យបានច្បាស់បន្តិចស្រាប់តែផ្ទៃមុខស្លេករឹងកំព្រឹកវាបានអណ្ដែតផុសឡើងវឹបមកលើផ្ទៃទឹកដែលកំពុងតែហូរមុខមាត់នោះច្បាស់ណាស់មិនខុសនោះទេគឺជាបងកែវកូនស្រីមីងច័ន្ទនៅឯចុងភូមិនោះហើយពេលដឹងថានោះគឺជារាងកាយរបស់បងកែវកូនស្រីមីងច័ន្ទដែលបានបាត់ខ្លួនកាលពីយប់មិញគាត់ប្រញាប់ប្រញាល់ទាញច្រវាដែលទើបនឹងរបូតពីដៃនោះមកវិញរួចកាច់ចង្កូតបង្វាយក្បាលទូកយ៉ាងតក់ក្រហល់បំផុតដោយក្តីតក់ស្លុតនិងអាណិតអាសូរគាត់បានប្រឹងកញ្ជ្រោលអុំទូកបញ្ច្រាស់ខ្សែទឹកសំដៅទៅរកមាត់ច្រាំងខាងមុខផ្ទះរបស់មីងច័ន្ទដែលជាម្ដាយរបស់បងកែវគ្រាន់តែក្បាលទូកបោកអុកនឹងកិច្ចនឹងមាត់ច្រាំងភ្លាម
ពួកឌឿនមិនបានបង្អង់យូរឡើយគាត់ស្ទុះផ្លោះចេញពីទូកទាំងមិនទាន់បានចងខ្សែឲ្យបានស្រួលបួលផងគាត់ប្រឹងរត់ត្រហេបត្រហប់ឡើងទៅលើទូច្រាំងទាំងដកដង្ហើមញាប់ឆ្មេនិងជើងប្រឡាក់ជាប់ភក់លាយទឹករអិលសុំដៅទៅត្រង់ផ្ទះរបស់មីងច័ន្ទដើម្បីយករឿងរ៉ាវនេះទៅប្រាប់គាត់ឲ្យបានដឹងភ្លាមពាក្យសម្ដីទាំងអស់ដែលបានរបូតចេញពីមាត់ពួកឌឿនប្រៀបបាននឹងរន្ទះបាញ់កណ្ដាលថ្ងៃត្រង់ដែលទំលុះទំលាយបេះដូងមីងច័ន្ទជាម្ដាយគាត់ស្ទើរតែកៀងបេះដូងទន់ដៃទន់ជើងតែក្តីចង់ដឹងការពិតគាត់ក៏ខំប្រឹងតាំងស្មារតីហើយសូមអង្វរឲ្យពួកឌឿនជូនគាត់ជួយអុំទូកឲ្យគាត់ទៅមើលកន្លែងដែលពួកឌឿននិយាយនោះភ្លាមពួកឌឿនក៏ប្រញាប់នាំមីងច័ន្ទចុះទូកហើយខំប្រឹងអុំសំដៅទៅកាន់គល់ឈើដែលរាងកាយបង្គាវកំពុងតែជាប់ទីនោះពេលវេលានៅលើទូកទោះបីជាខ្លីតែសម្រាប់ម្ដាយម្នាក់វាហាក់បីដូចជារាប់សិបឆ្នាំក្នុងចិត្តនៅតែបួងសួងកុំឲ្យជារឿងពិតប៉ុន្តែគ្រាន់តែអុំទូកទៅដល់ក្បែរភ្នែករបស់គាត់បានសម្លឹងឃើញរាងកាយរបស់កូនស្រីដែលធ្លាប់តែស្រស់ស្អាតឥឡូវត្រូវអណ្ដែតត្រែស្លេកស្លាំងរួមជាប់នឹងមែកឈើក្នុងផ្ទៃទឹកដ៏ត្រជាក់អារម្មណ៍ឈឺចាប់ហួសថ្លែងក៏បានផ្ទុះឡើងសំឡេងស្រែកទ្រហោយំរបស់មីងច័ន្ទបានបន្លឺឡើងយ៉ាងសោកសៅឮសូរខ្ទោខ្ទាយអង្រួនស្ទើរតែពេញផ្ទៃទឹកទន្លេសំឡេងយំសោកបោកខ្លួនរបស់គាត់ពេញព្រៀបទៅដោយសេចក្តីវិនិច្ឆ័យហិនហោចក្នុងចិត្តជាម្ដាយដែលត្រូវបាត់បង់កូនស្រីតែម្នាក់យ៉ាងទន់ហន់បែបនេះទឹកភ្នែករបស់គាត់បានហូរស្រក់សស្រាក់ស្របពេលដែលដៃខំប្រឹងលូកទៅទាញសាកសពកូនស្រីទាំងញ័រទៅត្រើតធ្វើឲ្យបរិយាកាសនៅទីនោះពោពេញទៅដោយភាពសោកសង្រេងនិងសេចក្តីអាណិតអាសូររកទីបំផុតគ្មានទេសភាពដែលធ្លាប់តែស្ងប់ស្ងាត់ពេលនេះត្រូវគ្របដណ្ដប់ដោយសំឡេងយំខ្សឹបខ្សួររបស់ម្ដាយដែលត្រូវបែកបាក់បេះដូងមួយផ្នែកធំបន្ទាប់ពីអ្នកភូមិដែលនៅក្បែរខាងបានឮសំឡេងយំសោកបោកខ្លួនរបស់មីងច័ន្ទពួកគេក៏បាននាំគ្នាចុះមកជួយស្រង់សាកសពនាងកែវយកមកដាក់លើទូច្រាំងនិងបានរៀបចំចាត់ចែងរាយការណ៍ប្រាប់ទៅអាជ្ញាធរភ្លាមមិនយូរប៉ុន្មានមន្ត្រីប៉ូលីសនិងអ្នកជំនាញក៏បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិจัยយ៉ាងយកចិត្តទុកដាក់ទៅលើសាកសពរបស់នាងកែវក្រោយពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុរួចមកប៉ូលីសបានធ្វើការសន្និដ្ឋាននិងប្រកាសប្រាប់មីងច័ន្ទព្រមទាំងអ្នកភូមិឲ្យបានជ្រាបច្បាស់ថានាងកែវមិនបានស្លាប់ដោយសារការធ្វើអត្តឃាតឬក៏មានរឿងឃាតកម្មលួចលាក់អ្វីពីក្រោយខ្នងនោះឡើយព្រោះនៅលើរាងកាយរបស់នាងគ្មានបន្សរស្លាកស្នាមវាយដំឬការប្រតែយប្រតបណាមួយឡើយតាមពិតទៅការស្លាប់របស់នាងគឺជារឿងអកុសលដែលបង្កឡើងដោយខ្លួនឯងនាងពិតជារអិលជើងធ្លាក់ចុះពីមាត់ច្រាំងដែលបាក់ស្រុតចូលទៅក្នុងទឹកទន្លេក្នុងពេលដែលនាងចុះទៅសាមងកណ្ដាលភ្លៀងធ្លាក់ខ្លាំងមកកាលពីយប់មិញមែនគ្រាន់តែលើការបញ្ជាក់ពីប៉ូលីសច្បាស់បែបនេះមីងច័ន្ទដែលជាម្ដាយកាន់តែខ្សឹបខ្សួលស្ទុះទៅអោបសពកូនស្រីមិនព្រមលែងសោះទោះបីជាដឹងថាគ្មានអ្នកណាប៉ុនប៉ងធ្វើបាបកូនស្រីក្តីក៏ភាពសោកស្ដាយនឹងការបន្ទោសខ្លួនឯងដែលមិនបានខាត់កូនកាន់តែចាក់ដោតពេញបេះដូងធ្វើឲ្យគាត់យំទួញសោកស្ទើរតែអស់ទឹកភ្នែកពីខ្លួនទៅហើយក្រោយពីប៉ូលីសបានបញ្ចប់ការធ្វើកោសល្យវិจัยនិងប្រគល់សពឲ្យក្រុមគ្រួសាររួចរាល់សាកសពរបស់នាងកែវក៏ត្រូវបាននាំយកមកធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះរបស់នាងពន្លឺព្រះអាទិត្យរលត់បាត់ទៅជំនួសមកវិញនៅភាពងងឹតនៃរាត្រីកាលបរិយាកាសនៅក្នុងពិធីបុណ្យសពពោពេញទៅដោយភាពសោកសង្រេងនិងស្ងាត់ជ្រងំ
លីឡំនឹងក្លិនផ្សែងធូបហុយទ្រប់និងពន្លឺភ្លើងទៀនចេះព្រិលនៅទល់មុខមឈូសអ្នកភូមិជិតខាងបានមកចូលរួមរំលែកទុក្ខនិងជួយកំដរពិធីបុណ្យនៅយប់នោះលុះដល់រំលងអត្រាតភាពនឿយហត់ក៏បានអស់ទាញអ្នកភូមិខ្លះនិងក្មេងៗដែលបានមកជួយការងារឲ្យតម្រេតខ្លួនដេកលនេតទៅលើកន្ទេលតាមរោងបុណ្យនិងក្រោមផ្ទះអស់ទៅសល់ត្រឹមតែសំឡេងសត្វល្អិតយំកំដររាត្រីទោះជាយ៉ាងណាក៏នៅមានអ៊ំប្រុសចំណាស់ម្នាក់ដែលគាត់ចេះតែរវើរវាយដេកមិនលក់គាត់អង្គុយផ្អែកនឹងសសរផ្ទះយ៉ាងស្ងៀមស្ងាត់ដៃមកខាងកាន់ក្រមាបក់មុខក្រវីចុះក្រវីឡើងបណ្ដេញសត្វល្អិតដែលមកតោងទៀមខណៈដែលគាត់កំពុងបក់ក្រមាសុកស្រាប់តែមានខ្យល់ត្រជាក់បក់មកប៉ះនឹងសាច់ធ្វើឲ្យព្រឺសម្បុររួចក៏លេចលឺសំឡេងមនុស្សស្រីបន្លឺឡើងល្វើយស្រាលតែច្បាស់នៅក្បែរគាត់ថាតាអើយផ្ទះខ្ញុំគេធ្វើអីមិនដេចក៏មនុស្សច្រើនម្លេះគ្រាន់តែសំឡេងនោះបន្លឺចូលត្រជាក់ភ្លាមអ៊ំប្រុសចំណាស់ស្រាប់តែព្រឺសម្បុរខ្ញាក់ត្រជាក់ចុងដៃចុងជើងទោះបីជាមិនបានងាកភ្នែកទៅមើលក៏គាត់អាចចាប់អារម្មណ៍ដឹងភ្លាមថាសំឡេងដ៏ស្រាលល្វើយនេះប្រកបណាស់គឺជាវិញ្ញាណរបស់នាងកែវដែលនៅវិវល់មិនទាន់ទៅឆ្ងាយពីផ្ទះក្នុងភូមិនេះឡើយតាមជំនឿចាស់ពីបុរាណដែលគាត់ធ្លាប់បានដឹងមនុស្សដែលទើបនឹងស្លាប់ថ្មីថ្មោងជាពិសេសស្លាប់ដោយសារគ្រោះថ្នាក់ឬដោយយថាហេតុណាមួយគឺវិញ្ញាណរបស់ពួកគេនៅរវើរវាយមិនទាន់ដឹងថាខ្លួនឯងបានស្លាប់បាត់បង់ជីវិតពីលើលោកនេះទៅឡើយភាគច្រើនតតែឆ្លងផុតរយៈពេល7ថ្ងៃទៅទើបវិញ្ញាណនោះអាចដឹងខ្លួនឯងនិងទទួលស្គាល់ការពិតអ៊ំប្រុសចំណាស់ខំប្រឹងតាំងស្មារតីសង្កត់ចិត្តមិនបញ្ចេញប្រតិកម្មផ្អើលឆៅឡោឲ្យរំខានដល់អ្នកភូមិដែលកំពុងដេកលក់នោះឡើយគាត់នៅតែបន្តបក់ក្រមាចុះឡើងធ្វើប្រងើយគ្រាន់តែដកដង្ហើមធំរួចក៏ពោលខ្សឹបនិយាយតិចម្នាក់ឯងថាឯងគង់តែដឹងទេលុះព្រឹកថ្ងៃស្អែកបន្ទាប់ពិធីបុណ្យសពនៅផ្ទះមីងច័ន្ទក៏បានឈានចូលមកដល់ពេលវេលាដែលត្រូវដង្ហែរូបរាងកាយរបស់នាងកែវទៅបញ្ចុះសំឡេងភ្លេងឆ្លងខេត្តបានបន្លឺឡើងយ៉ាងអន្លង់អន្លោចកំដរវិញ្ញាណក្ខន្ធស្របពេលដែលអ្នកភូមិប្រុសបាននាំគ្នាសែងមឈូសរបស់នាងកែវចេញពីផ្ទះយ៉ាងសន្សឹមដោយមានមីងច័ន្ទដើរតាមពីក្រោយទាំងសំឡេងយំខ្សឹបខ្សួលជើងដើរស្ទើរតែមិនចង់រួចអ្នកភូមិបានស្រស់ស្រួលគ្នាយកសពនាងកែវទៅកប់នៅឯទីទួលខ្ពស់មួយក្បែរភូមិការដែលជ្រើសរើសយកទីតាំងខ្ពស់បែបនេះគឺព្រោះតែអ្នកភូមិខ្លាចលិចទឹកដល់ភ្នូនាងនៅពេលដែលទឹកទន្លេឡើងជន់មកដល់ដោយសារតែរដូវនេះជារដូវវស្សាទឹកតែងតែឡើងខ្លាំងភ្លាមអាចហូរចាក់ស្រុតដីបានក្រោយពីបានរៀបចំជីករណ្ដៅនិងទម្លាក់មឈូសចូលទៅក្នុងដីជ្រៅយ៉ាងត្រឹមត្រូវហើយអ្នកភូមិក៏បាននាំគ្នាចាក់ដីលុបបិទបាំងរាងកាយដ៏កំសត់នេះជារៀងរហូតផ្សែងធូបត្រូវបានអុជហុយអណ្ដែតទៅតាមខ្យល់ជាការសែនព្រេនជូនដំណើរដល់នាងកែវជាលើកចុងក្រោយបន្សល់ទុកត្រឹមតែភ្នូរទើបនឹងពូនដីថ្មីក្លិនធូបនិងភាពស្ងាត់ជ្រងំនៅកណ្ដាលទីទួលខ្ពស់នោះពេលវេលា2ទៅ3ថ្ងៃដំបូងក្រៅពីនាងកែវបានចែកឋានទៅក្នុងភូមិទាំងមូលហាក់ដូចជាមានភាពស្ងប់ស្ងាត់ខុសពីធម្មតាហេតុការណ៍គ្រប់យ៉ាងនៅក្នុងភូមិមិនទាន់មានបញ្ហាឬក៏មានរឿងរ៉ាវចម្លែកកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយអ្នកភូមិនៅតែបន្តការរស់នៅនិងប្រកបកិច្ចការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេតាមទម្លាប់ប៉ុន្តែនៅល្ងាចមួយ
ម៉ោងប្រហែលជា6ល្ងាចព្រះអាទិត្យរៀបនឹងបាត់ស្រមោលទៅហើយពូឌឿនបានអុំទូកចេញទៅមើលម៉ោងរបស់គាត់នៅឯទន្លេតាមទម្លាប់ប្រចាំថ្ងៃស្រាប់តែអុំសុកផ្ទៃមេឃដែលស្ងប់ស្ងាត់ក៏មានខ្យល់បក់មកវឹបទៅប៉ះទង្គិចនឹងផ្ទៃមុខរបស់គាត់ឡើងត្រជាក់ស្រេបដល់ឆ្អឹងខ្នងទន្ទឹមគ្នានោះក៏មានវត្ថុរឹងអ្វីមួយក៏មិនដឹងបានបុកទង្គិចនឹងក្បាលទូករបស់គាត់លាន់សូផឹងមួយទំហឹងភ្លាមនោះគាត់ក៏លាន់មាត់ម្នាក់ឯងថាហើយចុះវាកើតស្អីវានឹងអ្វីត្បិតតែសង្ស័យតែដៃរបស់គាត់នៅតែបន្តអុំទូកទៅមុខសន្សឹមខណៈដែលគាត់ចិត្តអុំទៅដល់កន្លែងដែលគាត់ដាក់មងស្រាប់តែគាត់បានឮសូរទឹកច្រោកហាក់ដូចជាមាននរណាម្នាក់កំពុងអុំទូកនៅពីក្រោយគាត់ដែរភ្លាមនោះគាត់ក៏បានក្រឡេកមើលក្រោយផ្លែតប៉ុន្តែជុំវិញខ្លួនរបស់គាត់ហាក់គ្មានឃើញអ្នកណាទាំងអស់ក្រៅតែពីគាត់ម្នាក់ឯងនោះនិងផ្ទៃទឹកដ៏ខ្មៅងងឹតគាត់ប្រឹងតាំងស្មារតីរួចចាប់យកខ្សែមងលើកមកលើនិងបន្តមើលត្រីជាធម្មតាព្រមទាំងហួចបណ្ដើរច្រៀងលេងបណ្ដើរដើម្បីកំដរបរិយាកាសដ៏ស្ងាត់នោះខណៈនោះស្រាប់តែមានសំឡេងអ្វីក៏មិនដឹងបានច្រៀងល្វើយតិចអមជាមួយនឹងសំឡេងរបស់គាត់ពូឌឿនក៏ភ្ញាក់ព្រឺតហើយបង្អាក់សំឡេងច្រៀងភ្លាមប៉ុន្តែសំឡេងដែលច្រៀងតាមគាត់មុននេះវាក៏បានស្ងាត់បាត់ទៅដែរពូឌឿនចាប់ផ្ដើមមានក្តីងឿងឆ្ងល់មួយខណៈធំគាត់នៅតែបន្តចាប់សាច់មងលើកមកមើលជាធម្មតាទៀតស្រាប់តែពេលនោះក៏មានសំឡេងមួយបានបន្លឺឡើងយ៉ាងច្បាស់ក្បែរទៅជាគាត់ថាបានត្រីច្រើនទេពូគ្រាន់តែលឺភ្លាមពូឌឿនក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ព្រោះសំឡេងនេះវាលឺច្បាស់ពេកពេលនោះគាត់ភ័យណាស់ក៏ចាប់ទាញសាច់មងកាន់តែលឿនជាងមុន2ដងប៉ុន្តែអំឡុងពេលដែលគាត់កំពុងតែញាប់ដៃញាប់ជើងនោះស្រាប់តែសំឡេងដែលសួរគាត់មុននេះបានសួរមកម្ដងទៀតលឺថាបានត្រីច្រើនទេពូម្ដងនេះគាត់មិនទុកយូរឡើយក៏ចាប់ផ្ដើមសម្លឹងរកប្រភពសំឡេងភ្លាមដោយយកពិលមកបញ្ចាំងវាទៅវាមកជុំវិញទីនោះស្រាប់តែនៅក្រោមដើមល្វាមាត់ច្រាំងនោះឯងគាត់បានប្រទះឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយសណ្ដូកជើងដងខ្លួនទឹកជោកទម្លាក់សក់វែងអន្លាយបាំងមុខភ្នែកក្រហមឆ្អិនដូចជារងើកភ្លើងហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺនាងពុំមានដៃឡើយនាងបានងើបមុខមកញញឹមស្ញែងដាក់ពូឌឿនយ៉ាងគួរឲ្យខ្លាចបំផុតឃើញច្បាស់បែបនេះពូឌឿនដឹងច្បាស់ណាស់ថាជាខ្មោចនាងកែវខណៈនោះមិនបងអង្គយូរឡើយគាត់ប្រញាប់លែងមងចោលហើយចាប់យកច្រវាទាំងញាត់ដៃទៅត្រើតដូចជាឆ្មាត្រូវទឹកហើយគាត់ក៏និយាយតិចតែម្នាក់ឯងបណ្ដាថាកែវមកលងពូធ្វើអីកែវគាត់អុំបណ្ដារអូបែបនេះបណ្ដាដោយសេចក្តីភ័យខ្លាចរហូតតតែទូកទៅបុកនឹងច្រាំងហើយក៏ស្ទុះរត់ឡើងទៅលើផ្ទះភ្លាមពន្លឺព្រះអាទិត្យនាព្រឹកព្រលឹមទើបតែរះផុតពីចុងត្នោតបញ្ចេញរស្មីកម្ដៅផែនដីតែវាមិនបានជួយកម្ដៅភាពភ័យរន្ធត់ដ៏ត្រជាក់ដែលកំពុងតែកិតក្នុងចិត្តរបស់ពូឌឿនឡើយពូឈឿនដែលមានផ្ទះនៅមិនឆ្ងាយពីពូឌឿនប៉ុន្មានហើយក៏ជាម៉ួយដែលទទួលត្រីពីពូឌឿនយកទៅលក់បន្តគាត់បានសម្ដៅទៅផ្ទះពូឌឿនព្រោះព្រឹកនេះមិនឃើញពូឌឿនយកត្រីទៅលក់ឲ្យគាត់តតែសោះនៅពេលដែលគាត់ទៅដល់ផ្ទះពូឌឿនស្រាប់តែមិនឃើញពូឌឿនសោះឃើញតែប្រពន្ធគាត់កំពុងតែបោសសម្រាមនៅមុខផ្ទះពេលនោះពូឈឿនក៏សួរថាចុះអាឌឿនវាទៅណាហើយប្រពន្ធពូឌឿនគាត់ក៏បានប្រាប់ថាគាត់នៅលើផ្ទះឯណោះមិនទាន់ចុះមកទេគឺនៅសំងំញាស់ទៅត្រើតតែម្នាក់ឯងនោះឯងឮដូច្នេះ
ពូឈឿនក៏ប្រឹងស្រែកហៅពីក្រោមផ្ទះទៅពេលនោះពូឌឿនក៏បានចុះមកខណៈផ្ទៃមុខរបស់គាត់ស្លេកស្លាំងដូចគ្មានឈាមមួយដំណក់ភ្នែកខូងជ្រៅពោពេញទៅដោយភាពភ័យខ្លាចខណៈដែលបបោមាត់និងដងខ្លួនរបស់គាត់នៅតែញាស់ទៅត្រើតហាក់ដូចជាមនុស្សកំពុងឈឺរាប់សិបឆ្នាំមកអញ្ចឹងពូឈឿនរៀបនឹងហាមាត់សួរហើយស្រាប់តែឃើញសភាពពូឌឿនដូចនេះក៏បង្អាក់មាត់ទៅវិញរួចក៏អង្គុយទៅលើក្រែពេលនោះគាត់ក៏យកដៃទៅចាប់ស្មាពូឌឿនតិចមុននឹងសួរថាចុះកើតអីឈឺអីបានទៅជាបែបនេះពូឌឿនក៏បានប្រាប់ថាមិនឈឺអីទេបងគឺនឹងកែវវាមកលេងមួយយប់ហើយគាត់ក៏បន្តប្រាប់រឿងរ៉ាវទាំងអស់ដែលបានជួបកាលពីយប់មិញទៅកាន់ពូឈឿនបន្ទាប់ពីបានស្ដាប់សម្ដីពូឌឿនរួចពូឈឿនក៏បាននឹកឃើញកាលពីថ្ងៃដែលប៉ុននាងកែវបានបញ្ចប់ទៅមួយថ្ងៃយប់នោះនៅពេលដែលគាត់បានចែវទូកទៅទទួលត្រីពីម៉ួយតាមទម្លាប់វេលានោះម៉ោងប្រហែលជា3:00ភ្លឺភាពងងឹតពេលនោះមិនបានធ្វើឲ្យបរោះចិត្តដែកដូចជាពូឈឿនមានអារម្មណ៍ថាញញើតឬខ្លាចសំបីតែបន្តិចខណៈឯអ្នកភូមិដទៃទៀតកំពុងតែខ្លាចនាងកែវជាខ្លាំងព្រោះវាថ្មីពេកគាត់អង្គុយនៅលើទូកបណ្ដែតក្បែរកំពង់ទឹកជក់បារីស្លឹកសង្កែបង្ហុយផ្សែងឡើងទ្រលោមភ្នែករំពៃមើលទៅលើច្រាំងដើម្បីរងចាំម៉ួយយកត្រីមកទម្លាក់ឲ្យតាមទម្លាប់ស្រាប់តែក្នុងសភាពស្រអាប់នោះមានស្រមោលមនុស្សប្រុសម្នាក់អង្គុយជក់បារីនៅលើមាត់ច្រាំងនិងយូរកញ្ជើត្រីមួយនៅក្បែរខ្លួនដោយសារតែងងឹតពេកទើបពូឈឿនមើលមិនស្គាល់មុខច្បាស់ប៉ុន្តែបើមើលតាមភិនភាគរូបរាងនិងកញ្ជើត្រីនោះគឺពិតជាម៉ួយជាប្រចាំដែលធ្លាប់យកត្រីមកបោះឲ្យគាត់រាល់ថ្ងៃមិនខុសឡើយពូឈឿនដែលជាមនុស្សរឹងមាំនិងមិនចេះខ្លាចញញើតនឹងអ្វីទាំងអស់នោះក៏ស្រែកសួរទៅកាន់បរិសម្នាក់នោះដោយសំឡេងធ្ងន់ថាអភីមែនទេមិនក៏ថ្ងៃនេះមកអង្គុយត្រង់នឹងទៅវិញបរិសម្នាក់នោះនៅតែអង្គុយស្ងៀមថ្មឹងមិនព្រមតបតពូឈឿនក្រវីក្បាលបន្តិចរួចរួញទូកចូលទៅគៀកនិងច្រាំងហើយក៏សួរដេញដោលជាច្រើនម៉ាត់ទៅទៀតថាយីអានេះសួរមិនចង់និយាយស្ដីអីសោះអញ្ចឹងវៃទោះបីជាពូឈឿនសួរនាំដាច់អហង្ការយ៉ាងណាក៏ដោយក៏អ្នកដែលអង្គុយនៅចំពោះមុខនោះនៅតែមិនព្រមហាមាត់និយាយឆ្លងឆ្លោយមួយម៉ាត់ណាឡើយបរិយាកាសជុំវិញស្រាប់តែប្រែជាស្ងាត់ជ្រងំរហូតដល់ឮស្នូរទឹកហូរតិចគួរឲ្យព្រឺសម្បុរប៉ុន្តែសម្រាប់ពូឈឿនគាត់គ្មានអារម្មណ៍តក់ស្លុតអ្វីឡើយគឺមានតែការមួម៉ៅនិងឆ្ងល់តែប៉ុណ្ណោះគាត់ក៏សម្រេចចិត្តឈានជើងឡើងទៅលើច្រាំងរួចដើរទៅទះស្មាបរោះនោះពីក្រោយទាល់តែបរិសម្នាក់នោះចាប់ផ្ដើមក្រឡេកមកវិញអ្វីគ្រប់យ៉ាងក៏ប្រែប្រួលភ្លាមរូបរាងមនុស្សប្រុសមិញនេះបានផ្លាស់ប្ដូរទៅជាមនុស្សស្រីទាំងស្រុងក្នុងមួយពព្រិចភ្នែកហើយស្រីម្នាក់នោះមិនមែនជាអ្នកណាផ្សេងឡើយគឺជាខ្មោចនាងកែវយ៉ាងច្បាស់ណាស់ពន្លឺព្រះច័ន្ទដ៏ស្រអាប់បានជះចំផ្ទៃមុខរបស់នាងយ៉ាងច្បាស់ក្រឡែតផ្ទៃមុខដ៏គួរឲ្យខ្លាចបំផុតនោះបានប្រែជារលួយធ្លាក់រដេករដប់ហូរដាប់ទៅដោយទឹកលឿងស្រក់តក់មកលើដីសាច់តពរបស់នាងត្រូវរលេះរលួយមើលឃើញតែធ្មេញស្រួចមើលទៅហាក់ដូចជាកក្រិចខ្លាំងណាស់ភ្នែកដ៏សជ្រៅគ្មានប្រស្រីភ្នែកឡើយមានតែឈាមហូរហៀចេញមកទោះបីជាត្រីខ្មោចនាងកែវលងសាហាវបែបនេះនឹងឃើញផ្ទៃមុខដ៏រលេះរលួយសោកស្ញាញដាក់ចំភ្នែកក្តីក៏ពូឈឿននៅតែរក្សាភាពនឹងណមិនស្រេកឆោឡោឬក៏លួសព្រលឹងដូចជាមនុស្សទូទៅឡើយត្រឹមតែប៉ុណ្នេះគឺមិនទាន់បានគ្រប់គ្រាន់នៅឡើយទេនៅពេលដែលពូឈឿន
បានបង្វែរខ្លួនត្រឡប់មកកាន់ទូគាត់វិញគាត់ក៏ចាប់ផ្ដើមយកច្រវាទៅគាស់ទឹកដើម្បីថយទូកទៅវិញខណៈដែលគាត់កំពុងតែអុំទៅមុខសន្សឹមស្រាប់តែច្រវារបស់គាត់ប្រែជាទៅជាប់នឹងអ្វីម្យ៉ាងទំនងដូចជាមងព្រោះទាញមករៀងតឹងយឺតគាត់ប្រឹងទាញច្រវាចេញពីទីនោះដែរប៉ុន្តែវាដូចជាត្រូវបានរុំជាប់នឹងសាច់មងអញ្ចឹងពូឈឿនក៏បានប្រឹងកន្ត្រាក់ទាញអស់មួយកម្លាំងបាយពេលនោះក៏ស្រាប់តែច្រវាបានរបូតមកវឹបប៉ុន្តែវាមិនមែនមកតែច្រវានោះទេគឺមកទាំងដុំតែម្ដងវាមិនមែនជាសាច់មងដោយដែលពូឈឿនគិតនោះទេតែវាជាក្បាលមនុស្សទៅវិញកំពុងតែរុំសក់ជាប់ច្រវាឡើងឆ្កឹងក្របភ្នែកសស្លែតអ្វីដែលធ្វើឲ្យពូឈឿនចងចាំមិនភ្លេចគឺភ្នែកនោះវាបានបើកបិទនិងសោចស្ញាញមកកាន់គាត់ពូឈឿនបានក្រវែងបោកទៅនឹងទឹកមួយទំហឹងហើយក្បាលនោះក៏របូតបាត់ទៅក្នុងទឹកភ្លាមបន្ទាប់ពីនោះមកពូឈឿនក៏ប្រញាប់ប្រញាល់អុំទូកចាក់ចេញពីទីនោះសំដៅទៅផ្ទះធម្មតាដោយមិនបានខ្លាចលុះព្រលឹងអីនោះទេពាក្យសម្ដីនិងរឿងរ៉ាវទាំងប៉ុន្មានដែលពូឈឿនបាននិយាយប្រាប់ទៅពូឌឿនធ្វើឲ្យពូឌឿនរៀងធូរអារម្មណ៍បន្តិចព្រោះមិនមែនជួបតែគាត់នោះទេក្រៅតែពីលងបន្លាចពូឈឿននិងពូឌឿននោះមកគឺត្រូវបានល្បីអ្នកភូមិផ្សេងទៀតថាមករកសួរនាំដល់ផ្ទះតែម្ដងគឺមកជាមួយរូបរាងកាយអាក្រក់សម្បើមណាស់ហើយរឿងនេះគឺបានកើតឡើងនៅគ្រួសារពីរគ្រួសារឯណោះដែលពួកគាត់មានផ្ទះនៅជាប់គ្នារឿងរ៉ាវដែលពូឈឿនបានជួបប្រទះមិនមែនជាការយល់សប្តិឬជាការភ័ន្តច្រឡំអីនោះឡើយព្រោះបន្ទាប់ពីយប់នោះមកភូមិទាំងមូលដែលធ្លាប់តែមានភាពសុខសាន្តបែរជាត្រូវគ្របដណ្ដប់ទៅដោយភាពភ័យខ្លាចនិងភាពត្រជាក់ស្រេតគួរឲ្យព្រឺក្បាលដំណឹងនៃការលងបន្លាចរបស់នាងកែវបានល្បីខ្យល់ខ្ចាយពីផ្ទះមួយទៅផ្ទះមួយរៀងរាល់ពេលព្រលប់គឺមេឃចាប់ផ្ដើមងងឹតពន្លឺភ្លឹបគ្មានអ្នកភូមិណាម្នាក់ហ៊ានហើបមាត់ជជែកគ្នាលឺឬហែកទ្វារដើរចេញពីផ្ទះនោះទេព្រោះស្ទើរតែរាល់យប់តែងតែមានស្នូរដកដង្ហើមមកដង្ហក់និងសំឡេងគោះទ្វារដើរអុកលុកគ្រប់ផ្ទះអ្នកភូមិមិនចេះលុះពេលប៉ុន្តែបើនិយាយពីគ្រួសារពីរដែលមានផ្ទះនៅជាប់គ្នាវិញនោះគឺបានជួបប្រទះនៅហេតុការណ៍ដ៏ផ្ទាល់ភ្នែកយប់នោះផ្ទៃមេឃខ្មៅងងឹតគ្មានពន្លឺព្រះច័ន្ទឬតារាមួយដួងណាឡើយមានតែសំឡេងសត្វល្អិតយំរ៉ែលាយឡំនឹងខ្យល់បក់បោកមកបោកខ្ទប់ជញ្ជាំងផ្ទះស្លឹកឮសូររ៉ែវាជាវេលាម៉ោង12រំលងអាធ្រាត្រទៅហើយមនុស្សម្នាក្នុងភូមិកំពុងតែលងលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ខណៈនោះស្រាប់តែស្នូរគោះទ្វារផ្ទះបន្លឺឡើងតិចដំបងឡើយពូយែងមិនចង់រវល់ជាមួយនោះទេប៉ុន្តែសំឡេងនោះចាប់ផ្ដើមច្បាស់ទៅលាយឡំនឹងសំឡេងស្អកតិចថាពូយែងអើយដោយទ្រាំនឹងការហៅដដែលមិនឈប់មិនឈរនេះមិនបានពូយែងក៏សម្រេចចិត្តក្រោកពីលើគ្រែទាំងលបដើរតម្រង់ទៅរកទ្វារផ្ទះគាត់មិនហ៊ានបើកទ្វារផ្ទះឲ្យចំហភ្លាមទេគាត់បានត្រឹមតែដាក់ភ្នែកទៅជិតប្រហោងឈើចន្លោះទ្វារលឹមដើម្បីអើតទៅខាងក្រៅភ្លាមនោះអ្វីដែលបានលេចឡើងចំពោះមុខរបស់គាត់វាមិនមែនជាមនុស្សធម្មតាឡើយប៉ុន្តែវាជារូបរាងមនុស្សស្រីម្នាក់ដែលមានដងខ្លួនហើមស្ពីងកម្ពស់ឈរលិចដំបូលផ្ទះរបស់គាត់បាត់និងបានទម្លាក់ដៃទាំងពីរស្រយងចុះមកក្រោមសក់ក្បាលរបស់នាងធ្លាក់រញ៉េរញ៉ៃបាំងមុខបាំងមាត់មើលទៅមិនយល់ទាល់តែសោះស្របពេលដែលពូយែងកំពុងតែលេងឡង់ស្រាប់តែរូបរាងនោះអោនក្បាលចុះមកក្រោមវឹបចំប្រហោងទ្វារដែលគាត់កំពុងតែមើលភ្នែករបស់វាបើកធំសម្លឹងធ្លុះភ្នែករបស់ពូយែង
រួចហើយមាត់សួរជាសំឡេងខ្សោយខ្សោយថាពូផ្ទះខ្ញុំទៅតាមផ្លូវណាពូគ្រាន់តែបានឃើញនឹងបានឮពាក្យនោះភ្លាមពូយេងមានអារម្មណ៍ដូចជាត្រូវរន្ទះបាញ់ចំកណ្ដាលក្បាលគាត់លោតកន្ត្រាក់ខ្លួនមកក្រោយវិញភ្លាមទាំងរញីរញ័រជើងដៃទន់លែងមានកម្លាំងកំហែងដួលខ្ទាតទៅលើក្តារខ្ពកញើសជោកខ្លួនបេះដូងលោតញាប់ស្ទើរតែធ្លាយចេញមកក្រៅគាត់បានត្រឹមតែយកដៃខ្ទប់មាត់ដែលញ័រទៅត្រើតក្នុងភាពងងឹតស្របពេលដែលសំឡេងគោះទ្វារនិងសំឡេងសួររកផ្លូវទៅផ្ទះអំបាលមាញ់វាបានរសាត់បាត់ទៅបន្ទាប់ពីនោះក៏មានតាដួងគាត់ជាចាស់ទុំក្នុងភូមិមួយរូបដោយរស់នៅតែម្នាក់ឯងប៉ុណ្ណោះយប់នោះបន្ទាប់ពីគាត់បានត្រឡប់មកពីបុណ្យសពនាងកែវនោះវិញម៉ោងប្រហែលជា10ហើយបន្ទាប់ពីគាត់បានមកដល់ផ្ទះក៏ងូតទឹកពីងក្បែរផ្ទះរួចរាល់និងបានឡើងទៅលើផ្ទះរួចក៏ទម្លាក់ខ្លួនដេកទៅលើក្រែរំលងប្រហែលជាកន្លះម៉ោងក្រោយក៏គាត់បានឮសំឡេងកំពុងមាននរណាដួសទឹកពីងនៅខាងក្រោមផ្ទះដោយសារមិនទាន់ដេកលក់ផងគាត់ក៏អើតមើលទៅតាមក្រោមក្បែរពីងផ្ទះបន្តិចប៉ុន្តែហាក់ដូចជាគ្មាននរណាសោះគាត់ក៏តម្រេតខ្លួនទៅដេកលើក្រែវិញបរិយាកាសនៅជុំវិញផ្ទះរបស់គាត់ស្ងាត់ជ្រងំគ្មានពន្លឺភ្លើងអគ្គិសនីមានតែចង្កៀងប្រេងកាតជួយបំភ្លឺព្រាលតែប៉ុណ្ណោះគ្រាន់តែក្នុងប៉ះក្តារក្រែមិនទាន់នឹងបានប៉ុន្មានផងសំឡេងថ្មីមួយទៀតក៏បានចាប់ផ្ដើមឮឡើងម្ដងនេះវាមិនមែននៅក្រោមផ្ទះទៀតទេប៉ុន្តែវាចេញមកពីរបងឈើដែលនៅក្បែរបង្អួចក្រែរបស់គាត់ដែលគាត់កំពុងតែដេកនោះតែម្ដងសំឡេងនោះដូចជាមានទម្ងន់ជើងមនុស្សកំពុងតែដើរសង្កត់លើរបងឈើស្រាប់តាដួងចាប់ផ្ដើមដកដង្ហើមធំបន្តិចគាត់សម្រេចចិត្តអើតមើលម្ដងទៀតរួចលបអើតមើលតាមបង្អួចឈើដែលចំហចោលនោះទៅខាងរបងក្រៅម្ដងនេះគឺច្បាស់ពេញភ្នែកតែម្ដងគ្មានការភ័ន្តច្រឡំអ្វីទៀតឡើយជាមួយនឹងពន្លឺព្រះច័ន្ទខ្សោយបានជះទៅលើរបងផ្ទះអ្វីដែលតាដួងបានឃើញគឺជារូបរាងមនុស្សស្រីម្នាក់ដែលគាត់ចំណាំបានច្បាស់ថាជានាងកែវប៉ុន្តែនាងមិនមែនដើរដូចជាមនុស្សធម្មតាឡើយនាងកំពុងតែយកដៃពីរនិងជើងពីរទម្លាក់ខ្លួនវាលើក្បាលរបងផ្ទះដ៏តូចចង្អៀតនោះគឺកំពុងតែវាគឿមដូចជាសត្វឆ្មាកំពុងតែលបចាប់ចំណីខណៈពេលដែលតាដួងកំពុងតែបើកភ្នែកធំសម្លឹងមើលនោះរូបរាងនាងកែវដែលកំពុងតែវាលើរបងស្រាប់តែងើបក្បាលឆ្ងក់មុខរបស់នាងស្លេកស្លាំងកែវភ្នែកក្រឡេកមើលលើគ្មានប្រស្រីខ្មៅអីនោះទេហើយអ្វីដែលចម្លែកបំផុតនោះគឺនាងបានចាប់ផ្ដើមកាច់កតាក់ឮសូរក្រឹកសំដៅត្រង់មកដេញសម្លឹងមុខតាដួងនិងបានសោចតិចមកកាន់គាត់ឃើញសភាពសាហាវយំខ្នងផ្ទាល់ភ្នែកបែបនេះតាដួងទាញយកភួយមកក្រោបដណ្ដប់ក្បាលឡើងជិតឈឹងចាប់ផ្ដើមសូត្រធម៌មាត់ឡើងញ័រទៅត្រើតពេញមួយយប់នោះតាដួងមិនហ៊ានបើកភ្នែកឬលូនចេញពីក្នុងភួយឡើយគាត់បានត្រឹមតែសំងំទ្រាំរហូតទាល់តែពន្លឺព្រះអាទិត្យរះឡើងទើបហ៊ានបើកភួយចេញមកទាំងទឹកមុខស្លេកស្លាំងគ្មានឈាមមួយដំណក់ក្រោយពីបានដឹងដំណឹងនឹងការបង្ហាញខ្លួនទៅអ្នកភូមិបែបនេះមីងច័ន្ទដែលជាម្ដាយបង្កើតរបស់នាងកែវគាត់មិនអាចនៅស្ងៀមបានឡើយដោយក្តីបារម្ភផងនិងចង់ដឹងការពិតផងមីងច័ន្ទក៏បានសម្រេចចិត្តធ្វើដំណើរទៅសាកសួរចាស់ទុំនិងលោកតាអាចារ្យម្នាក់នៅក្នុងភូមិដែលជាអ្នកចេះដឹងខាងក្បួនទាំងនេះបន្ទាប់ពីបានស្ដាប់រឿងរ៉ាវនិងពិនិត្យមើលតាមជើងលេខរួចរាល់មកលោកតាអាចារ្យក៏បានដកដង្ហើមធំរួចមានប្រសាសន៍ទៅកាន់មីងច័ន្ទដោយទឹកមុខមាត់មាំថាព្រលឹងរបស់នាងកែវមិនមែនចង់មកធ្វើបាបអ្នកស្រុកដោយគំនុំអីនោះទេ
ប៉ុន្តែដោយសារតែវិញ្ញាណរបស់នាងនៅវិវល់វង្វេងវង្វាន់នៅត្រង់កន្លែងដែលនាងបានស្លាប់នាងរកផ្លូវត្រឡប់ទៅផ្ទះមិនឃើញទេទើបវិញ្ញាណដើរតែតោលងបន្លាចគេឯងដើម្បីស្វែងរកជំនួយបែបនេះបើចង់ឲ្យនាងបានស្ងប់ចិត្តលុះត្រាតែយើងធ្វើពិធីអន្តងហៅព្រលឹងទើបនាងអាចរកផ្លូវត្រឡប់មកផ្ទះនិងអាចទៅកាន់សុគតិភពបានស្ងប់លើដូចនោះមីងច័ន្ទក៏មិនបង្អង់យូរឡើយគាត់បានប្រញាប់ប្រញាល់ចាត់ចែងរៀបចំបាយសីធូបនិងគ្រឿងសំណែនផ្សេងៗតាមក្បួនដែលលោកអាចារ្យបានណែនាំដើម្បីធ្វើពិធីអន្តងហៅព្រលឹងកូនស្រីឲ្យត្រឡប់មកវិញនៅពេលប្រលប់ចូលមកដល់ពិធីត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់និងយកចិត្តទុកដាក់ពីលោកតាអាចារ្យនៅត្រង់កន្លែងដែលនាងបានស្លាប់នោះផ្សែងធូបហុយត្រឡោមលាយឡំនឹងសំឡេងនិយាយរបស់លោកតាអាចារ្យភ្លាមនោះស្រាប់តែមានខ្យល់បក់បោកមកយ៉ាងត្រជាក់ស្រេបកាត់ចំពិធីនោះធ្វើឲ្យអណ្ដាតភ្លើងទៀនប្រែជាញ័រទៅត្រើតហាក់ដូចជាសញ្ញាបញ្ជាក់ថានាងកែវបានដឹងនិងបានរកឃើញផ្លូវត្រឡប់ទៅផ្ទះវិញហើយតាមការដែលហៅរបស់លោកតាអាចារ្យនោះចាប់តាំងពីពិធីបុណ្យអន្តងព្រលឹងនិងការឧទ្ទិសកុសលដ៏ធំធេងនោះបានបញ្ចប់ទៅវិញ្ញាណរបស់នាងកែវក៏បានរកឃើញសេចក្តីស្ងប់ភាពភ័យខ្លាចដែលធ្លាប់តែគ្របដណ្ដប់លើភូមិទាំងមូលក៏ត្រូវបានរលាយបាត់ជារៀងរហូតហើយព្រលឹងរបស់នាងកែវក៏លែងលេចមកបន្លាចឬរំខានដល់បងប្អូនអ្នកភូមិទៀតដែរបន្សល់ទុកត្រឹមតែរឿងរ៉ាវដ៏រន្ធត់ចិត្តមួយដែលមិនអាចកាត់ផ្ដាច់ចេញពីមីងច័ន្ទដែលជាម្ដាយឡើយចិត្តជាម្ដាយយ៉ាងណាក៏នៅតែអាឡោះអាល័យនិងនឹកឃើញគ្រប់រឿងរ៉ាវដែលកូនស្រីម្នាក់របស់គាត់បានបន្សល់ទុកកាលពីនាងនៅរស់មីងច័ន្ទបានរស់នៅយ៉ាងកំសត់តែម្នាក់ឯងគ្មានទាំងប្តីគ្មានទាំងកូនចាប់តាំងពីពេលនោះមកសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយជាចុងក្រោយរាល់កំហុសខុសឆ្គងពាក្យពេចន៍ត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសអំពីសំណាក់អ្នកនិយមស្ដាប់គ្រប់គ្នាសន្យាថាជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងសាច់រឿងបន្ទាប់ពីខ្ញុំ admin ក៏សូមអរគុណនិងសូមគោរពលា